វ័យ20ឆ្នាំគឺជាទស្សវត្សមាសនៃជីវិតរាល់ការសម្រេចចិត្តហិរញ្ញវត្ថុដែលអ្នកធ្វើនៅថ្ងៃនេះនឹងកំណត់ថាអូអ្នកនឹងក្លាយជាសេដ្ឋីនៅវ័យ40ឆ្នាំឬក៏ត្រូវធ្វើការធ្ងន់រហូតដល់ថ្ងៃស្លាប់ហើយជាអកុសលយុវវ័យជាង90% បច្ចុប្បន្នហ្នឹងកំពុងតែធ្លាក់ចូលក្នុងរណ្ដាប់កំហុស3យ៉ាងដែលពិបាកនឹងងើបរួចអញ្ចឹងតើមានរណ្ដាប់អ្វីខ្លះដែលអ្នកត្រូវប្រយ័ត្នកំហុសទី1គឺការចាយវាយដើម្បីមើលទៅដូចជាអ្នកមានឬក៏ lifestyle inflation ណាអញ្ចឹងយុវវ័យជាច្រើនពេលចាប់ផ្ដើមរកលុយបានភ្លាមណារកលុយរឿងដំបូងដែលគេធ្វើគឺ upgrade ហ្នឹងឯង upgrade ជីវិតអញ្ចឹងដូចជាទិញ iPhone ស៊េរីថ្មីបំផុតហើយពួកកាហ្វេ$3រាល់ថ្ងៃទីសម្លៀកបំពាក់ brand អញ្ចឹងទៅអញ្ចឹងការធ្វើបែបហ្នឹងគឺដើម្បីឲ្យគេមើលថាអូគេចាប់អារម្មណ៍ឬក៏គេទទួលស្គាល់ប៉ុន្តែកម្មពិតគឺមនុស្សដែលអ្នកព្យាយាមអួតហ្នឹងគឺមិនបានខ្វល់ពីអ្នកផងហ្នឹងហើយកុំយកលុយដែលអ្នកដែលរកកុំយកលុយដែលរកបានមកដោយលំបាកហ្នឹងទៅទិញរបស់ដែលអ្នកមិនត្រូវការហើយដើម្បីអួតមនុស្សដែលចូលចិត្តដែលមិនចូលចិត្តអញ្ចឹងអានេះគឺជាកំហុសទី1ហើយកំហុសទី2គឺមើលរំលងអំណាចនៃការប្រាក់មាសអញ្ចឹងអ្នកប្រហែលជាគិតថាអូចាំអាយុ30ចាំសន្សំលុយក៏មិនយឺតពេកដែរតែឥឡូវនេះក្មេងសុំសប្បាយសិនអានេះគឺជាគំនិតដែលខុសបំផុតលុយ$100ដែលអ្នកវិនិយោគនៅអាយុ20ឆ្នាំណាមានតម្លៃស្មើនឹង$1000នៅអាយុ30ឆ្នាំអញ្ចឹងបើសិនតែអ្នកនរគ្នាចាប់ផ្ដើមយឺត10ឆ្នាំណាអញ្ចឹងអ្នកនរគ្នាត្រូវខំប្រឹងជាងមុន10ដងអញ្ចឹងយើងចាប់ផ្ដើមវិនិយោគតាមពីនេះទៅទោះបីជាមានទីទួយក៏ដោយណានេះជាកំហុសទី2ហើយកំហុសទី3គឺបង្កើតបំណុលអាក្រក់ក៏ bad debt អញ្ចឹងទៅអញ្ចឹងការខ្ចីលុយធនាគារឬក៏ការប្រើកាតឥណទានដើម្បីទិញសម្ភារៈនិយមហើយនេះគឺជាការលក់អនាគតខ្លួនឯងនៅពេលដែលអ្នកចំពាក់លុយគេធ្វើអំណរគេណាហើយអ្នកក៏លែងមានសេរីភាពហើយយើងអ្នកត្រូវតែបង្ខំចិត្តធ្វើការដែលអ្នកមិនស្រឡាញ់ណាការងារដែលយើងមិនស្រឡាញ់ក៏ធ្វើបង្ខំចិត្តផងដែរអញ្ចឹងគ្រាន់តែដើម្បីយកលុយទៅបង់ការប្រាក់ជៀសវាងគេបំណុលប្រើប្រាស់ឲ្យបានដាច់ខាតអានេះគឺបើសិនជាអ្នកមានឱកាសតែម្ដងទេក្នុងការប្រើប្រាស់វ័យ20ឆ្នាំរបស់អ្នកកុំឲ្យវាកន្លងផុតទៅបើសោះតែបំណុលនឹងវិបុរៈសេរីណាវិបុរៈសេរីគឺធ្វើបាបខ្លួនឯងហើយហ៊ានរស់នៅសាមញ្ញនៅពេលនេះរស់នៅសាមញ្ញសិនណាដើម្បីកសាងអាណាចក្ររបស់ខ្លួនឯងរបស់អ្នកទាំងអស់គ្នានៅពេលថ្ងៃខាងមុខហើយពលិគំនិតក៏ជឿពលិគំនិតសិនណានៅខ្លួនរបស់អ្នកនៅអាយុ40ឆ្នាំនៅពេលដែលឃើញថាអូជោគជ័យហើយមានផែនការពេលនេះហើយប្រហែលជាអ្នកនរគ្នានឹងអរគុណអ្នកនៅថ្ងៃនេះយ៉ាងខ្លាំងអរគុណនៅពេលនេះដែលខ្លួនឯងបានធ្វើការណាបានធ្វើការការប្រើកំហុសនៅពេលនេះមុនបើសិនជាយើងអត់ការប្រើកំហុសទេនៅអាយុ40ឆ្នាំនឹងគឺអាចថាមានដឹងជាយើងបែបណាណាអាហ្នឹងណាអញ្ចឹងនេះគឺជាវីដេអូដែលសង្ឃឹមថាជាចំនួនដល់អ្នកទាំងអស់គ្នាក្នុងការគ្រប់គ្រងកំហុសខ្លួនឯងទៅនឹងហិរញ្ញវត្ថុដែលជានៅជាយុវវ័យណាយើងគូជៀសវាងអាចដាច់ខាតអញ្ចឹងកុំភ្លេចចុច like subscribe វីដេអូពលិគំនិតដូច្នេះជួបគ្នានៅវីដេអូក្រោយ